កូនមិនបាច់ចិត្តទៅចោលម៉ែទេតែធ្វើមិនបើនិយាយពីវិស័យភាពយន្តខ្មែរក្នុងទសវត្សរ៍ឆ្នាំ60និង70បើទោះបីជាពេលវេលាបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយរបបវាលពិឃាតបានព្យាយាមលុបបំបាត់រាល់ដានប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយប៉ុន្តែមានឈ្មោះបុរសម្នាក់ដែលមិនអាចមានកម្លាំងអ្វីមកលុបចេញពីបេះដូងកូនខ្មែរបានឡើយនោះគឺលោកគង់សំអឿនទម្រង់មុខមហាស្នេហ៍ខ្សែភ្នែកបង្កប់មុនស្នេហ៍និងទេពកោសល្យសម្ដែងដ៏រស់រវើកបានធ្វើឲ្យលោកក្លាយជាស្ដេចកុនខ្មែរគ្មានពីរថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅរំលឹកពីខ្សែជីវិតដ៏រុងរឿងភាពល្បីល្បាញនិងអាចកំបាំងនៃទីបញ្ចប់ដ៏សោកសៅរបស់ស្ដេចកុនខ្មែរឬអធិរាជភាពយន្តខ្មែររូបនេះ1ជីវិតនិងការឈានជើងចូលសិល្បៈលោកបានកើតនៅឆ្នាំ1947នៅឯស្រុកស្រីសន្ធរខេត្តកំពង់ចាមនិងខ្លះទៀតថាលោកបានកើតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដោយរូបសម្រស់ពីធម្មជាតិលោកមានកម្ពស់ខ្ពស់ស្រឡះទម្រង់មុខបរោះមហាស្នេហ៍ជ្រុងមកស្រួចចិញ្ចើមក្រាស់និងមានស្ទីលលេងខ្លួនម៉ូដសក់និងសម្លៀកបំពាក់លយឆាយទាន់សម័យបំផុតដែលធ្វើឲ្យនារីសម័យនោះជ្រួលជ្រើមនិងចាត់ទុកលោកជា idol លំដាប់លេខ1លោកបានចាប់ផ្ដើមអាជីពសម្ដែងនៅពាក់កណ្ដាលសតវត្សរ៍ឆ្នាំ1960ភាពយន្តដំបូងដែលធ្វើឲ្យលោកផ្ទុះឈ្មោះល្បីខ្លាំងគឺរឿងសោភ័ណ្ឌប្រភ័សនិងរឿងទឹកភ្នែកនាងគង្ហិន 2. ព្រះឯកដែលសម្ដែងបានគ្រប់ទម្រង់អ្វីដែលធ្វើឲ្យលោកគង់សំអឿនពិសេសជាងតួឯកដទៃទៀតនោះគឺសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់លោកអាចសម្ដែងបានគ្រប់ទម្រង់តួកំសត់បែបយំយែកស្រក់ទឹកភ្នែកនិងរៀបរាប់ពីជីវិតដែលធ្វើឲ្យអ្នកទស្សនាខ្លោចចិត្តតាមនិងអន្លង់អន្លោចទៅតាមសាច់រឿងដែលលោកបានសម្ដែងក្នុងរោងភាពយន្តតែបើជាតួបែបកំប្លែងវិញលោកពិតជាមានភាពប៉ិនប្រសប់ខ្លាំងបូករួមនឹងភាពក្រមិចក្រមើមញ៉ែមញ៉ោមរស់រវើកនិងមានភាពគួរឲ្យស្រឡាញ់ហើយបើយើងក្រឡេកទៅមើលការសម្ដែងជាតួវីតប់វិញលោកគឺសម្ដែងបានល្អបែបសាហាវជាជើងខ្លាំងដូចក្នុងរឿងក្បួនជីវិតឬអ្នកលេងកំបិតថ្នោតជាដើម 3. ដៃគូសម្ដែងដ៏ស័ក្តិសមបំផុតបើនិយាយពីលោកគង់សំអឿនគឺត្រូវតែនឹកឃើញដល់អ្នកស្រីវីរៈតារានិងអ្នកស្រីឌីសាវ៉េតប៉ុន្តែដៃគូដែលផ្ទុះការគាំទ្រខ្លាំងជាងគេគឺជាមួយអ្នកស្រីវីរៈតារាឲ្យតែអ្នកទាំងពីរថតរួមគ្នាគឺធានាថាភាពយន្តនោះនឹងលក់សម្បត្តិដាច់ខ្ទេចខ្ទីពេញរោងកុនមិនខានឡើយភាពយន្តល្បីៗជាប្រវត្តិសាស្ត្រមានដូចជារឿងអនអើយស្រីអននិងរឿងភពម៉ៅងងឹតមួយវិញទៀតរឿងព្រះពាយផាត់ពណ៌ជាដើម 4. កំពូលតារាដែលមានតម្លៃខ្លួនថ្លៃជាងគេនិងថតច្រើនជាងគេនៅក្នុងយុគមាសលោកគង់សំអឿនគឺជាតារាប្រុសដែលមមាញឹកបំផុតពេញមួយជីវិតសិល្បៈរបស់លោកបានថតខ្សែភាពយន្តជិត200រឿងអ្នកខ្លះថាអាចលើសពីនេះតម្លៃខ្លួនរបស់លោកក្នុងមួយរឿងគឺខ្ពស់កប់ពពកប៉ុន្តែទោះជាថ្លៃយ៉ាងណាក៏ម្ចាស់ផលិតកម្មនានាដណ្ដើមគ្នាកក់លុយឲ្យលោកថតដែរព្រោះដឹងថាថតហើយដឹងតែចំណេញ 5. ដំណក់ទឹកភ្នែកចុងក្រោយនិងមរណភាពដ៏ខ្លោចផ្សាស្រដៀងគ្នានឹងសិល្បករជើងចាស់ដទៃទៀតដែរជីវិតរបស់លោកត្រូវបានកាត់ផ្តាច់យ៉ាងសោកសៅក្នុងរបបខ្មែរក្រហមក្នុងកំឡុងឆ្នាំ1975រហូតដល់ឆ្នាំ1979មានពាក្យចចាមអារាមនិងរឿងរ៉ាវជាច្រើនជុំវិញការបាត់បង់ជីវិតរបស់លោកអ្នកខ្លះថាលោកត្រូវបានគេសម្លាប់នៅខេត្តកំពង់ចាមភ្លាមបន្ទាប់ពីការជម្លៀសចេញពីក្រុងភ្នំពេញព្រោះគេចំណាំលោកឯអ្នកខ្លះទៀតថាលោកបានស្លាប់នៅតំបន់ភូមិភាគពីយប់នៅខេត្តបាត់ដំបងដោយសារការធ្វើការធ្ងន់និងខ្វះអាហារូបត្ថម្ភយ៉ាងណាមិញការស្លាប់ដោយរបៀបណាក៏ដោយអ្វីដែលពិតប្រាកដគឺពិភពខ្មែរបានបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃបំផុតម្នាក់តែមកទល់ពេលនេះមិនទាន់មានតារាប្រុសណាអាចមកជំនួសតំណែងកុនខ្មែររបស់លោកបានឡើយ